មសួរបងសាព័ត៌មានទាំងអស់ក៏ដូចជាទស្សនិកជនហើយពិសេសអ្នកគ្រប់គ្រងខ្ញុំទាំងអស់តែម្ដងថ្ងៃនេះមានខ្ញុំសុខពិសេសមានរឿងបកស្រាយខ្លះសម្រាប់ជម្រាបជូនដល់បងសាព័ត៌មានក៏ដូចជាទស្សនិកជនដែលធ្លាប់យល់ច្រឡំលើរូបនាងខ្ញុំគឺគាត់យល់ច្រឡំថាអ្នកខ្លះគាត់ថាឃើញខ្ញុំនៅក្នុងស្រុកខ្ញុំធ្លាប់ជំរាបហើយតាថានាងខ្ញុំឡើងចុះពីព្រោះថានាងខ្ញុំមិនអាចឃ្លាតពីគ្រួសារខ្ញុំបានយូរទេអ្នកផ្ទះខ្ញុំនឹកអញ្ចឹងខ្ញុំឡើងចុះគាត់ថាមិនជាញឹកញាប់ទេហើយអ្វីដែលសំខាន់ខ្ញុំទៅលើសារព័ត៌មានក្នុងស្រុកមួយក៏បានចុះផ្សាយរឿងមិនពិតគឺគាត់ចុះផ្សាយថានាងខ្ញុំហ្នឹងមានផ្ទៃពោះនាងខ្ញុំសូមជំរាបផងថានាងខ្ញុំអត់មានផ្ទៃពោះអីទាំងអស់ហើយអ្វីដែលសំខាន់គឺរឿងនេះប៉ះពាល់ជាមួយកិត្តិយសខ្ញុំខ្លាំងមែនទែននាងខ្ញុំចង់ឲ្យទស្សនិកជនបានឃើញជាមួយរូបរាងខ្ញុំអត់មានផ្ទៃពោះអីទេគឺនាងខ្ញុំនៅតែជានាងខ្ញុំអញ្ចឹងហើយខ្ញុំសង្ឃឹមថាពេលដែលបងសារព័ត៌មានក៏ដូចជាទស្សនិកជនបានឃើញហើយឈប់ផងច្រឡំហើយជាពិសេសបងសារព័ត៌មានទាំងអស់សូមជួយចុះផ្សាយនៅព័ត៌មានដែលជាការពិតជាពិសេសគឺព័ត៌មានដែលប៉ះពាល់ជាមួយកិត្តិយសនាងខ្ញុំគេឈ្មោះនាងខ្ញុំសូមបងជួយសម្រួលផងព្រោះថាជួនកាលទៅខ្ញុំគិតថាគាត់អាចនឹងស្ដាប់ពីមហាជនគាត់បំផុសបំផុលខុសអញ្ចឹងគាត់និយាយមិនពិតហើយគាត់ក៏ចុះផ្សាយតាមសម្ដីតាមគាត់បានជ្រាបអញ្ចឹងខ្ញុំចង់បង្ហាញឲ្យឃើញថានាងខ្ញុំពុំមានផ្ទៃពោះហើយជាពិសេសខ្ញុំមិនមានគូស្នេហ៍ឬគូកំណត់ណាអាចមិនឈប់មិនឲ្យចូលច្រៀងដែរនាងខ្ញុំនៅតែបន្តបំរើអារម្មណ៍ទស្សនិកជនគាត់ថាខ្ញុំផ្អាកមករយៈនេះដោយសារនាងខ្ញុំកំពុងតែរៀនជំនាញផ្នែកកាយសម្ផស្សដើម្បីសម្រាប់ទៅថ្ងៃអនាគតព្រោះខ្ញុំស្រឡាញ់មុខវិជ្ជានោះណាស់ស្រឡាញ់យូរហើយប៉ុន្តែខ្ញុំអត់ទាន់មានពេលវេលាគ្រប់គ្រាន់ហើយជាពិសេសគឺខ្ញុំពីមុនគឺខ្ញុំកំពុងតែសន្សំប្រាក់ឥឡូវខ្ញុំសន្សំបានខ្ញុំក៏មករៀនដើម្បីទុកទៅថ្ងៃអនាគតព្រោះថាសិល្បៈនេះខ្ញុំមិនចោលទេទោះបីយ៉ាងណាក៏ដោយប៉ុន្តែគឺខ្ញុំចង់មានមុខជំនាញមួយទៀតបន្តពីសិល្បៈហើយនឹងខ្ញុំសន្យាថាពេលខ្ញុំរៀនចប់ខ្ញុំនឹងចូលខ្លួនទៅបម្រើអារម្មណ៍ទស្សនិកជនបន្តទៀតហើយសង្ឃឹមថាពេលដែលបានឃើញវីដេអូឃ្លីបនេះហើយបងសារព័ត៌មានក៏ដូចជាបងប្អូនទាំងអស់អ្នកគ្រប់គ្រងទាំងអស់នៅក្នុង Facebook ឈប់មានការភ័ន្តច្រឡំទៀតហើយនេះខ្ញុំក៏ខិតខំធ្វើអ្វីល្អៗសម្រាប់ទស្សនិកជនហើយជាពិសេសនឹងខិតខំសិក្សាឲ្យបានឆាប់ចប់ដើម្បីត្រឡប់ទៅបម្រើអារម្មណ៍ទស្សនិកជនវិញហើយនាងខ្ញុំនឹងធ្វើអ្វីដែលប្លែកថ្មីសម្រាប់បម្រើអារម្មណ៍មិនបិទយូរអ្វីអរគុណ